បាទជំរាបសួរថ្ងៃដែលខ្ញុំចង់បង្ហាញនៅអារម្មណ៍ពិតរបស់ខ្ញុំដោយសារខ្ញុំជាប្រជាពលរដ្ឋម្នាក់ក៏ដូចជាប្រជាជនកម្ពុជាម្នាក់សម្ដែងនៅអារម្មណ៍ដែលមិនគួរជឿដែលចិត្តសាស្ត្រអញ្ចឹងថាសៀនបាទដោយសារពួកនោះវាបានរំលោភដែនដីរបស់កម្ពុជាយើងមិនត្រឹមតែប៉ុណ្ណោះបានប្រព្រឹត្តនៅអំពើដ៏ថោកទាបបាទដែលពិភពលោកគ្មានពីណាស្មានដល់ព្រមតាំងពីលំមកចាក់ភ្លេងខ្មោចចាក់ស្មូតចាក់រឿងតម្លង់ណយសំឡេងប៉ះពាល់ដល់សុខភាពជាជនរបស់កម្ពុជាយើងអាសម្លេងនឹងធ្វើឲ្យប៉ះនៅការស្ដាប់ក៏ដូចជាប៉ះច្រើនណាស់ដែលយើងសិក្សាទៅទីពីរទៀតអារម្មណ៍ផ្លូវចិត្តផងមនុស្សសម្ពាធមនុស្សត្រូវការសម្រាប់ប៉ុន្តែប្រទេសឈួតនោះវាបានប្រើសម្លេងមករំខានប៉ះពាល់ដល់ជីវិតរបស់យើងប៉ះពាល់ដល់កងទ័ពរបស់យើងប៉ះពាល់ដល់អ្នកកសែតដែលឈរជើងនៅទីនោះបាទវាជាទង្វើដែលថោកទាបដែលពិភពលោកមានពីណាស្មានដល់គិតថាប្រទេសស៊ីវិល័យប្រទេសជឿនលឿននៅអាស៊ីដែរក៏ប៉ុន្តែប្រព្រឹត្តទៅអំពើដែលថោកទាបតាំងពីកម្ពុជារហូតដល់ថ្នាក់ទាបបាទគឺថោកស្មើគ្នាថ្ងៃនេះខ្ញុំសូមប្រើភាសាអសុរោះដោយសារថោកទាបពេកបាទចង់បានប្រាសាទយើងចង់បានទឹកដីរបស់យើងចង់បានផ្សេងៗទាំងអស់នៅតែប្រើផែនទីនិងគូវាដោយវិណាគេនឹងណាគេទទួលស្គាល់តែខ្លួនឯងគូខ្លួនឯងចូលខ្លួនឯងវាជាអំពើដែលថោកទាបសម័យនេះហើយគឺសម័យដែលគេអភិវឌ្ឍសេដ្ឋកិច្ចសម័យគេបង្កើតទំនាក់ទំនងការទូតបង្កើតពាណិជ្ជកម្មទ្វេភាគីតាមបណ្ដោយព្រំដែនបាទកិច្ចសន្និបាតការប្រទេសនិងប្រទេសទេសចរកំណើនសេដ្ឋកិច្ចតាមបណ្ដោយព្រំដែនតែប្រទេសឈួតនេះមិនគួរណាវាធ្វើអ្វីដែលទង្វើនៅថោកទាបបាទតាំងពីលិមួកមកផងបញ្ជាក់ធ្វើនោះមិនជាចង់បានគាត់ប្រកាសទឹកដីរបស់យើងបញ្ញាផ្ទៃក្នុងក៏យកដឹងតែនៅទង្វើណាដែលព្រឹត្តមកជាពលរបស់យើងបាទជាអំពើដែលស្មុគរូបដែលខ្លួនវានឹងថាចង់បរិយាយថាយ៉ាងម៉េចកាលណាយើងប្រើភាសាអស្រួលពេកភាសាដែលហួសហេតុពេកក៏វាមិនខុសគាត់ភាសានេះថោកទាបបាទខ្ញុំនិយាយខ្ញុំជាប្រដ្ឋខ្មែរម្នាក់ដែរខ្ញុំមិនគួរជឿចិត្តសាស្ត្រនេះគេថាចោលតាំងពីដើមហើយគ្រូចោលកែខ្លួនទិញទៅសេចោលនៅតែចោលចំ5ឆ្នាំក្រោយទៀតក៏នៅតែចោលបាទពូចោលទៅហើយថ្ងៃនេះសូមប្រើភាសាពូភាសាបាទបើណែមកយកប្រទេសគេទឹកដីគេពាត់លបងយកបលាលុះដាក់តបយកកំភ្លើងខ្យល់យកមកបាញ់ទៅប្រសងទៅប្រជាប្រដ្ឋរបស់យើងបាទទៅតបរបស់យើងជួយចិត្តបាទជួយចិត្តបាទវាមិនគួរចិត្តសាស្ត្រដល់ថ្នាក់ហ្នឹងពិភពលោកគេអត់ជឿដល់តែពេលចាប់ដើមយើងថតទៅធ្វើនឹងបានយើងផ្សព្វផ្សាយបានអូចិត្តសាស្ត្រនេះថោកទាបអានេះយើងមានអ្នកសង្កេតការយើងមានមហាអំណាចមកផងមានអាមេរិកមានចិនមានម៉ាឡេជាអ្នកស្របសម្រួលចុះបើសិនអត់ប្រទេសទាំង3ហ្នឹងអត់មហាអំណាចទាំងពីរហ្នឹងយើងមិននឹងត្រូវទៅណាដើម្បីបង្ហាញថាចិត្តសាស្ត្រវាថោកចឹងបាទអាមេរិកជួយមកស្មោះសុប៉ុណ្ណឹងហើយនៅចំក្លុកប្រឆាទៀតចិនមកប៉ុណ្ណឹងនៅចំមិនស្ដាប់ទៀតតើពីណាមិនប្រកបរបស់ចិត្តសាស្ត្រហ្នឹងថោកទាបបាទគេរស់នៅក្នុងសេចក្តីថ្លៃថ្នូររឿងប្រទេសនិងប្រទេសយើងមើលភូមិផលរបងជាមួយប្រទេសកម្ពុជាយើងមានឡាវយើងមានវៀតណាមសុកសានមកកើនទ្រង់បច្ចកម្មទ្វេភាគីទីផ្សារសេរីទៅមកទេសចរទឹកសុខភាពជឿហោះហើររឿងប្រទេសជាប់ភូមិផលរបងជាមួយគ្នាតែប្រទេសនេះគឺឈួតតែម្ដងបាទតែចាក់បត់ខ្មោចចាយវាសំនៅសម័យនេះវាអត់មានបាទតែមានប្រទេសនេះមួយអានេះសូមបញ្ជាក់ថាពុកឃើញប្រទេសដែលបានប្រព្រឹត្តនៅអានេះប្រហែលថាដូចមនុស្សឈួតបាទឈួតមកខ្ញុំបានឃើញនៅការ live របស់បងប្អូនសារព័ត៌មានក៏ដូចជា influencer ខ្ញុំជាខ្មែរម្នាក់សម្រាប់នៃការជួយចាប់បាទហើយពីការរបស់ខ្ញុំគឺខ្ញុំមួយជីវិតតកូនតចៅខ្ញុំផ្ដាំតតំណអាចចិត្តសន្ធថោកទីរបស់ប្រើវាកុំប្រើនេះថោកទី
សង្គមគេរស់ដល់សតវត្សទី21ឯងរស់នៅសង្គមអតីតកាលអន្តរកាលបាទទៅយកអារឿងប្រវត្តិសាស្ត្រតាំងពីណាបណ្ដៃមកថាទឹកដីរបស់ខ្លួនឯងនៅទៅពេលយើងបោះបង្គោលព្រំដែនទៅតាមបណ្ដាព្រំដែនជាមួយឯកខាត់របស់យើងមានប្រទេសវៀតណាមប្រទេសឡាវសុខដុមរមនាជាមួយគ្នាបាទតែអាជាតិសាសន៍នេះគឺថោកទាបឆ្លួយបាទឆ្លួយភាសាមេតបមកក៏ឆ្លួយអាភាសាអ្នកការតូចមកក៏ឆ្លួយអាប្រជាជនក៏ឆ្លួយឯងឆ្លួយមកពូជបាទមកពូជមកឆ្លួយសម្ដីខ្ញុំនិយាយប៉ុណ្ណេះមិនឆ្លួយដល់ជាតិសាសន៍ហ្នឹងទេយកកថោស្មាតូនប្រចាំយកកថោអាចមកចាក់ផ្ទះគេហើយឆ្លួយហើយលេអញ្ចឹងអាយុខ្លីបាទហើយអាចិត្តសាស្ត្រក៏ខ្លាចខ្មោចដែរអានេះខ្លាចខ្មោចយើងទេព្រោះរឿងលេពីចិត្តគឺខ្មោចសិតរឿងអសូរកាយរឿងតៃហោរឿងភីយើងអីវាលេយើងទេខ្លាចយើងទៀតហើយវាមកបលាយើងចូលចាក់ខ្លួនឯងខាច់ខ្លួនឯងវិញអាចិត្តសាស្ត្រថោកទាបហ្នឹងបាទយើងជាកូនខ្មែរគេប្រមាថមើងងាយយើងប៉ុណ្្នឹងហើយយើងនៅគំទៅបទផលរបស់គេទៀតអត់បុគ្គលខ្លះគឺអន់មកបាទខ្ញុំមិននិយាយនេះខ្ញុំមិនចង់ពីណាបណ្ដាយើងគួរតែមានសបញ្ញៈក្នុងខួរក្បាលរបស់យើងតើចាក់អីតើទិញអីយើងគួរគាត់ឡើងវិញទៅខ្ញុំភ័យការមួយជីវិតហើយបាទមួយជីវិតតកូនតចៅផ្ដាំអានេះគឺជាសាសចោលហើយបានប្រឹកអំពើដ៏ថោកទាបមកលើជាតិសាសន៍របស់យើងសាហាវបាទពុកតានិយាយអងពូវិញអត់បានសម្រានទេឮសំឡេងចឹងវាប៉ះពាល់អារម្មណ៍ប៉ះពាល់ដល់ផ្លូវចិត្តបាទអានេះបើយើងយកទៅពេទ្យទៅឆែកគឺប៉ះយើងទៅទុកជាផតតែប្តឹងទៅអង្គការសិទ្ធិមនុស្សប្តឹងទៅអង្គការសហប្រជាជាតិបាទចឹងវាសាហាវពេក2025ចិត្តដាច់2026ហើយពិភពលោកមានការកសាងការតំណាក់តំណងការទូទៅវិញទៅមកបាទអានេះបំផ្លាញទាំងអស់តំណែងយើងឃើញហើយអ្នកនាំពាក្យវានិយាយឃើញវាប៉ះប៉ុណ្ណាទៅបណ្ដាក្រុមហ៊ុនធំរាប់ពាន់លានមិនធម្មតានិយាយថាតែប្រហែលភាគរយនៃសេដ្ឋកិច្ចវាតែ5000លាននៃសេដ្ឋកិច្ចមិនធម្មតាតែប្រហែល10000ប្រហែលសិនផលប៉ះពាល់សេដ្ឋកិច្ចរបស់អ្នកឯងដែលយើងមកពីការបន្តិចបើអ្នកឯងខ្លាំងមិនមែនខាងអាវិជ្ជកម្មខាងអូស៊ីនោះវាលូតចាញ់ជ័យទេវាប៉ះហើយក្រុមគំនិតផលប្រយោជន៍ពួកអស់លោកឯងដែរពួកអាមេតបឈួតអស់នោះពួកអាធំនោះហើយធ្វើបាបខ្មែរបាទជាតិសាសន៍ប្រាប់មកយើងបានប្រើយន្តការការទូតចរចាជាមួយគ្នាទាំងអស់អានេះស្ញៀងដៃលោកជើងជុំថាបើអត់មហាអំណាចទាំងពីរអន្តរាគមមានអាមេរិកមានចិនមិនអាចអត់ចិនបានទេបាទចិនជួយច្រើនណាស់ហើយម៉ាឡេសម្របសម្បូរណាស់ដាក់អ្នកសង្កេតការមកតាមបណ្ដាប្រទេសដែលមានកិច្ចសហប្រតិការមួយកម្ពុជាគឺគេដាក់មកសង្កេតការដល់ទៅពេលយើងចុះទៅវាឈប់អានេះចេះវាឆ្លាតដែរតាអាចឆ្លាតខាងខូចបាទអានហៅចោលចូលផ្ទះគេហៅចោលហើយអត់មានណាយំម្លេះស្អីយើងត្រូវសិក្សាឡើងវិញពីព្រំដែនអ្នកឯងបើយកដីគេធ្វើបាបគេចិត្តសាស្ត្រថ្ងៃនេះអ្នកឯងធ្វើបាបគេចុះថ្ងៃណាមួយគេធ្វើបាបអ្នកឯងប្រទេសអ្នកឯងមកវិញអំពើដែលអ្នកឯងកសាងគឺវានឹងសងមកវិញថៃក៏កាន់ពុទ្ធសាសនាយើងដែរជឿអំពើបុណ្យបាបទៅរកថាប្រទេសគេអត់ខ្វល់ទេតែមិនទៅគេទៅចាំដល់ស្អីក៏ដោយវាមានពេលវេលារបស់វាយើងទស្សនយើងពីមហានគរក៏យើងមកសល់ប៉ុណ្ណេះអញ្ចឹងអ្នកឯងដីធំមកប៉ុណ្ណឹងក៏អាចបាត់បង់ថ្ងៃណាមួយដែរទីមួយសាមគ្គីជាតិហើយនឹងបែបហើយខ្ញុំមិនជឿថាចិត្តសាសន៍ហ្នឹងវាគ្រប់ធំរត់ទៅទាំងអស់ក៏មានខ្លះគេប្រឆាំងដែរពេលរួមនឹងកម្លៀបឬមិនរួចតែយើងមើលទៅហ៊ានវាមើលបាញ់សម្រាប់មេជាការខ្លួនឯងធ្វើអត្តកិច្ចខ្លួនឯងទៅស្អីសម្ពាធផ្លូវចិត្តច្បាំងដើម្បីអីដើម្បីបកគលដើម្បីជាតិឬដើម្បីអីគេវាអត់ប្រកបវិជ្ជារុញគ្នាមកបាទអាហ្នឹងពីមួយទៅមួយចុះនៅព័ត៌មានដែលយើងមិនបានដឹងទៀតនឿយដែរហើយមិនទៅហ៊ានអត់ចង់ទៅច្បាំងណាទៅសុកទៅច្បាំងជាមួយគេទៅដដើមគេណាមិនមែនគេទៅដដើមនេះណាបើទៅហ៊ានមកយើងគឺ100%ទឹកចិត្តគាត់ការពីជាតិពីកម្ពុជារហូតដល់ថ្នាក់ក្រោមគឺជាតិ
nãy mà chuyên viên tây dương hãy sừng cream chuyên viên tây dương váy tây dương chắc nó vào váy nhé bởi để không cho bao nhiêu tập đó không và ở các bạn vô tư sản này cả thôi mà này ông nó nơi ra du lịch ca tu nhưng cứ com tàu theo nó cứ du lịch ca tu thôi và chôm cứ từ miền cả bắt bóng du chuột bóng ôm về con to bao nhiêu bà screen cứ dữ quả là không cất không ở trong khứ này không cắt ở toànสมัยnăm chất sấp chất phèo chất bùn nàyประแต่ខ្ញុំដឹងពីសម័យរបស់ខ្មែរក្រហមរបស់មិនដែរមិនសួរប្រទេសមួយដែលបែងចែកតំបន់ផ្សេងវាមិនឯកភាពតែមួយឥឡូវយើងបានឯកភាពតែមួយតាំងពីព្រះមហាក្សត្ររហូតដល់ប្រជាជនគឺតែមួយតែជាតិសាសន៍នោះមិនដឹងតែមួយមិនដឹងពីរមិនដឹងបីអាកម្ពុជាផ្សេងតែអាតបផ្សេងអារដ្ឋាភិបាលផ្សេងឡើងមកឈួតអត់ចង្ចេះការទូតបើកម្ពុជារបស់យើងគឺចាស់ទុំការទូតតែម្ដងបាទយើងមើលប្រវត្តិថាបានរបស់យើងអ្នកការទូតរបស់យើងអ្នកកាន់ស្ថាប័នក្រសួងរបស់យើងគឺមានបទពិសោធន៍គ្រប់គ្រាន់ជាតិសាសន៍នោះមិនដឹងស្អីចរចានោះអត់យល់ពាក្យចរចានោះផងការទូតយល់ប្រើពាក្យមិនត្រូវទៀតនិយាយមកប្រភ្លឺបាទយើងមើលប្រមុខការទូតរបស់យើងថ្លែងការណ៍យើងមើលថារបស់យើងថ្លែងការណ៍ជិះមកការទូតច្បាស់លោកតែម្ដងជាតិសាសន៍នោះសុកទៅយកមានជំនួសណាមកធ្វើអ្នកនាំពាក្យតំបន់ព្រំដែនឈួតសុកមកបាទនិយាយខ្ញុំអត់មើលងាយគេតែវាអត់ត្រូវក្រមសីលធម៌វិជ្ជាជីវៈនៃការនិយាយស្អីលេងទឹកមុខផែមួយឈួតស្មាត់ទៅដូចខ្វះមកទៅបើអានេះយកពាក្យគេនិយាយថាដូចសភឹកនេះយកមកធ្វើអ្នកនាំពាក្យយើងមើលខ្មែររបស់យើងអ្នកនាំពាក្យរបស់យើងនៅក្រសួងការពារសេចក្តីថ្លៃថ្នូរការនិយាយស្ដីមើលម៉ាត់មាត់ចោះពាក្យពេចន៍និយាយការសរសេរមានរបៀបរៀបរយសមជាអ្នកនាំពាក្យសមជាមន្ត្រីការទូតបាទแล้วខាងមិនដឹងស្អីអាលើនិយាយផ្សេងទៅអាក្រមនិយាយផ្សេងអាតាហ៊ាននិយាយផ្សេងទាំងអស់បំផុសព័ត៌មានមិនឲ្យទៅវានេះចំណេញវាផ្សាយទៅអស់អាហ្នឹងប្រទេសណែយើងអត់ធ្វើចឹងទេយើងស្ថិតនៅគោលការណ៍យើងតែមួយភ័យមានប្រមាណដែរជាផ្លូវការរបស់ស្ថាប័នរបស់យើងមើលចឹងយើងស្ដាប់បទបញ្ជាយើងអាចក្ដុំក្ដាំឈួតតាមវាបានវាពងឈួតវាធ្វើឲ្យញុះយើងឲ្យយើងក្តៅក្រហាយតែយើងអត់ទៅតាមវាអ្វីដែលខ្លាំងគឺយើងទៅជាបាទធ្វើយន្តការទូតឈ្នះវាខ្ញុំឈ្នះហើយខ្ញុំនៅរសារពីខ្ញុំតារាខ្ញុំទៅសេទៅលើបបរបស់ខ្ញុំ Facebook ខ្ញុំថាយុទ្ធធននឹងមានសម្រាប់ប្រជាជនកម្ពុជារបស់យើងពិភពលោកបានអាចដើរថយក្រោយបានទេគីវិភាគរឿងថាចែកតំបន់ចែកខ្ញុំដឹងខ្ញុំយល់ប៉ុន្តែមនុស្សត្រូវតែមានយុទ្ធធម៌នៅប្រទេសនីមួយយើងមើលនៅតំបន់កាហ្សាអ៊ីស្រាអែលមានការចរចាគ្នាយើងមើលនៅតំបន់ផ្សេងទៀតសិតតែមានការចរចាគ្នាអ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលក៏មានការចរចាជាមួយហាម៉ាស់ជាមួយផ្សេងដែរអញ្ចឹងយុទ្ធធម៌នឹងមានសម្រាប់ប្រទេសបើអញ្ចឹងអាមេរិកដែលជាមហាអំណាចពិភពលោកទាំងយោធាទាំងសេដ្ឋកិច្ចទាំងប្រជាជនដីធំតបមានសង្ឃុបទីកន្លែងចិត្ត1000កន្លែងលើពិភពលោកមិនវាយគេយកទៅឥឡូវមានបញ្ហាជាមួយវេណេស៊ុយឡាវាយវេណេស៊ុយឡាយកប្រទេសទៅមិចស៊ីកូមិនជាប់ជាមួយព្រំដែនរបស់អាមេរិកវាយមិចស៊ីកូយកទៅបិញពណ៌អារ៉ូស៊ីខុសច្បាប់គឺមានអស់ទៅយកដីនឹងមកកាណាដាទៀតកាណាដាជាជនតិចទេប្រហែលជា30លានអ្នកជាវាយកាណាដាយកទៅគេមានវាយណាអានេះឈួតមកនេះប្រងវាយខ្មែរវាយឡាវវាយម៉ាឡេវាយភូមិយកទាំងអស់ទៅមករួចទេបាទទៅរួចសម័យកាលមិនមែនដូចថ្ងៃធ្វើទៅបានទេហើយត្រូវចាំថាស្អីក៏ដោយមានពេលវេលារបស់វាដូចខ្ញុំលើកតាមដើមយើងក៏ជាអាណាចក្រមហាអំណាចមួយដែរសម័យមុនបាទប៉ុន្តែឥឡូវមិនដូចគ្នាយើងមានបទពិសោធន៍នេះបាទយើងខិតខំថែរក្សាឲ្យគង់សាមគ្គីជាតិអញ្ចឹងអាជាតិសាសន៍នោះខ្ញុំទទួលស្គាល់វាភ្លីភ្លើតែអ្វីដែលយើងយកខ្ញុំទទួលស្គាល់ប៉ុន្តែថ្ងៃណាមួយទីថ្ងៃក៏ត្រូវតែដូចគ្នាដែរចែកតំបន់ចែកផលប្រយោជន៍ទឹកដីនៃការអាចជឿមិនអាចថាពេលណាថាវានឹងអាចទៅរកច្រើនយ៉ាងដែរគេនឿយណាយហើយសេដ្ឋកិច្ចប៉ះប៉ុណ្ណាយើងមើលប្រទេសស៊ីនោះបាទ
ជាមួយម៉ាឡេជាមួយអីក៏ប៉ះច្រើនអ្នកអូស៊ីសោះសេចាយយើងមើលទៅព័ត៌មានហើយប្រទេសនេះថប់ទៀតបាទអូស៊ីជាងអាក្រក់អាក្រៃម៉ាប់ផ្សាគ្រឿងញៀនអនឡាញសាហាវហើយមកចោតកម្ពុជាឯងប្រទេសនោះជាងយើងទៀតជាងយើងមកប៉ុន្តែប្រព័ន្ធឃោសនាគេគ្រប់ទៅដល់ជាមួយស្ថាប័នធំមេឌៀជាងគេផ្សាយនេះល្អតែដល់ពេលយើងធៀបពិតដល់ពេលស្ថានីយទូទៅ BBC ចុះទៅធ្វើព័ត៌មានប្រទេសសាហាវពេលផ្សាយចាគ្រឿងញៀនម៉ាប់ផ្សាចំទួបាទហើយខ្ញុំក៏បានស្ដាប់វាខ្ញុំធ្វើតាមវីដេអូ YouTube ថៃមកផ្សាយសាហាវបាទខ្ញុំសូមនិយាយចំចោលប្រទេសយើងសាហាវសឹងអីដែរហើយយើងប្រើភាសាមិនគួរសមអីទៀតពួកប្រទេសហ្នឹងដាក់ទៅបាទធ្វើបាបប្រជាពលរដ្ឋយើងតាមបណ្ដោយព្រំដែនសាហាវខ្ញុំស្ដាប់ទៅខ្ញុំចិត្តខ្ញុំឈឺចាប់មកសូមអស់លោកគិតទៅមុននឹងយកដូចពីកប៉ាល់ខោទៅទិញផលិតផលរបស់គេនៅតាមម៉ានខ្ញុំជឿថារដ្ឋាភិបាលគេបានបិទទេតែខ្លួនយើងអ្នកសការយើងនេះទៅទិញម៉ាតទៅចាក់សាំងទៅចាក់អីបាទដូចទិញគ្រប់កំភ្លើគេមកបាញ់ជាជំនុំឯងបាទឲ្យមានចិត្តគិតអានេះបាទឲ្យចិត្តខ្មែរខ្លះនៅពេលអត់មើលឡានឲ្យចូលទៅការ៉ាសាំងទៅទិញតំបន់មើលតើវាអបិញមិនណាខុសបាក់ទៅវាអីអត់លោកទៅនៅព្រំដែនវិញទៅដេកនៅព្រំដែនទៅហ្នឹងទៅទិញនៅនោះទៅដឹងរបៀបមិនហេតុអីនៅកងធរតផលបាទខ្ញុំនិយាយថាខ្ញុំជាបុគ្គលខ្ញុំជាខ្មែរដែរខ្ញុំថាខ្ញុំកើតនៅហ្នឹងប្រពន្ធខ្ញុំក៏នៅហ្នឹងកូនខ្ញុំក៏នៅហ្នឹងម្ដាយខ្ញុំក៏នៅហ្នឹងបងខ្ញុំក៏នៅហ្នឹងខ្ញុំខ្មែរបងខ្ញុំទៅស្អីចង់ខ្លាំងខ្ញុំទៀតគាត់ខឹងណាស់ប្រមាថមើងងាយខ្មែរខុបមកស្អីជួយចាប់បាទហើយខ្ញុំសូមអរគុណដល់អ្នកអង្គញាអ្នកដែលមានហៅថាការសម្លេងឥទ្ធិពលក្នុងសង្គមគាត់ជួយផ្សព្វផ្សាយទៅអស់លោកនៅប្រើថៃទៀតអត់ប្រើរបស់សៀមទៀតអត់បាទដាស់ស្មារតីកាលណាយើងភ្លេចហើយដាស់ស្មារតីយើងជាប្រចាំថាអាហ្នឹងចិត្តសាស្ត្រវាធ្វើបាបយើងថ្ងៃនេះខ្ញុំប្រើសម្ដីមួយបើថាបាត់ផ្សារដាក់ពណ៌បាត់ផ្សារណាអានេះវាជាយើងបាត់ផ្សារទៀតនៅហើយមកចង់វាយដីឲ្យយកថែមទៀតមិនយកដូចវានេះពេកណាហើយទៅវាយភូមិមានទៅវាយខ្លាំងបាទហើយវាយម៉ាឡេទៅបើតែចង់ខ្លាំងយើងដឹងហើយថាយើងទៅតូចសេដ្ឋកិច្ចមានកម្រិតជនវិតិចគឺត្រូវតែកសាងយើងត្រូវការសុខសន្តិភាពបើយើងយកទៅទិញក្របយកមកកសាងវាប្រកបភាសាជាតែអាចិត្តសាស្ត្រហ្នឹងវាចង្រៃវាមិនវាយយើងវាឆ្លៀនពៀនយើងរដ្ឋាភិបាលត្រូវតែទប់បាទយន្តការទប់ផងវាយផងបាទទប់បាទរដ្ឋាភិបាលលោកខិតខំបងឯងខិតខំខ្ញុំពេលតែឃើញសម័យធម្មតាលោកយើងមើលស្មាត់ទៅមុខលោកសក់លោកស្កើអស់ហើយបាទគិតណាស់ឧបពិសេសហារបស់យើងស្កើអស់ហើយបាទស្កើគិតនៅអង្គពូចំនួនមុនខំគិតយុទ្ធសាស្ត្រខំនេះបាទប្រឹងណាស់ស្ដាប់ប្រសាសន៍ថារបស់យើងមិនចង់ទីសង្គ្រាមគឺឆ្អែតចង់ខ្ញុំក្មេងចំណងក្រោយខ្ញុំមិនចង់ឃើញផងចុះតំងលោកអង្គពូតាថានាំរបស់យើងឲ្យឆ្លងកាត់ណាសង្គ្រាមមកសួរថាយើងចង់ឃើញខ្មែរស្លាប់ទៀតទេមកគឺអត់ទេបាទតែម្នាក់ក៏យើងស្ដាយណាស់បាទយុវជនរបស់យើងខ្មែរជាឈាមបាទអត់ចង់ទេចឹងអស់លោកអ្នកដែលប្រើប្រាស់របស់គេនេះសូមឲ្យមានខួរក្បាលគិតផងមើលទៅយប់ឡើងស្ថានីយ៍ទូទៅជាតិរបស់យើងឡាយអ្នកសារព័ត៌មានយើងឡាយមើលផងកុំតនេស្ទោអបប្រយោជន៍ពេកបាទមើលគេធ្វើបាបយើងមកប៉ុណ្ណាហើយអស់លោកនៅតែដេកមើលឲ្យអបប្រយោជន៍មើលអីអបប្រយោជន៍បាទមើលជាតិរបស់យើងត្រូវបានគេប្រមាថមើលងាយបងប្អូនកងទ័ពរបស់យើងកងកម្លាំងទាំងអស់គ្រប់ដំណាក់ថ្នាក់មន្ត្រីរាជការហើយឈរជឿទីតាំងនៅតំបន់នោះក៏ប្រមាថប៉ុណ្ណាយើងស្នាក់នៅផ្ទះថាយើងហត់
ហុញចុះត្រង់ទាំងអស់ថានាំមកយើងចូលជឿនទីនេះប្រជាជនរបស់យើងដែលសម្រាប់ក្នុងតង់តែគាត់លំបាកប៉ុណ្ណាសូមអស់លោកគិតបាទយូគូបានគិតបាទអាណិតជាជនអាណិតជាតិអាណិតថាក្នុងខ្ញុំរត់ថត់ដល់បងប្អូនបាទវាខ្ញុំមើលការ live ស្លុតពេលណាបើយើងហូរទឹកភ្នែកថាអានេះធ្វើយូរមកទឹកភ្នែកហូរបងប្អូនខ្ញុំគាត់ថាមិនតែខ្ញុំមួយយុទ្ធខ្មែរស្ទើរតែទៅប្រទេសនិងក្រៅប្រទេសទឹកភ្នែកស្រស់ដូចគ្នាចឹងអាណិតណាយើងសម័យមួយយើងមានកូនតូចពពោះនឹងដៃនេះហើយទៅសម្រាប់នៅហ្នឹងផ្ទះមានចូលអំបានេះត្រូវបានពួកអាចោលពណ៌របស់យូរនេះតើអារម្មណ៍មកខ្លោចផ្សារប៉ុណ្ណាបាទទីហ่ะបើយើងខំកសាងបដិទេសំណាកិច្ចណាសង្គ្រាមតាមមកជួបពួកអាចប្រទេសថោកទីធ្វើបាបជាតិសាសន៍យើងទីអំពើល្អមិនសាបសូន្យបាទយើងជឿទៅលើបុណ្យបាបយើងជឿទៅលើការពិតយើងជឿលើយុត្តិធម៌នឹងមានហើយខ្ញុំសម្ដែងនឹងការគ្រប់ដឹងគុណខ្ពស់ណាស់បាទប្រមុខថាបាទរបស់យើងសម្ដេចដែលជួសម្ដេចពុកលោកខំប្រឹងណាស់លោកអ៊ំលោកពូដែលជាប្រជាចារបាទប្រឹងណាស់តែក្នុងបច្ចុប្បន្នរបស់យើងប្រឹងណាស់បាទយើងសូមមើលសម្ដេចធិបតីសក់លោកស្កើបាទស្កើខ្ញុំខ្ញុំឈប់ឯងតែតស្កើទៅលោកស្កើគិតណាស់ខ្ញុំជាតិពេលឡាហូបថ្ងៃអត់ចូលសម្រាប់បានសុខភាពបារម្ភពីប្រជាជន18របស់យើងទីគិតគ្រប់ជំពូរដ្ឋាភិបាលព្រៀបបានដូចជាពុកម្ដាយលោកក៏ត្រូវការផ្ដល់កម្លាំងចិត្តទៅដល់លោកការលើកចិត្តដល់លោកការផ្ដល់កម្រិតទៅដល់លោកកុំឃើញចង់បានចេះចង់បានចោះតាមយើងឃើញមិនបានទេយើងចរចាជាមួយនឹងចៅមិនចរចាមួយមើលល្អល្អដូចគ្នាអានេះចៅវាមិនលួចយើងឯកសារក៏វាមិនខ្លាយដែរចៅជើងតរោអ្នកណាដែលយុទ្ធធម៌ទេណាដែលមានអំណាចខ្លាំងគ្រប់ក៏លើចោលដាក់ច្បាប់បានជាប់បាទចឹងថ្ងៃនេះខ្ញុំបើសិនខ្ញុំលើកទៅមានពាក្យអស្ចារ្យកំហុសណាមួយសូមសម្រាប់ពុកក៏ដូចជាស្វ័យតប្តីថាក្នុងក្រសួងក្នុងបាទខាងតែភ័យទុកនេះអារម្មណ៍ពិតរបស់ខ្ញុំយុគមិញខ្ញុំមើលខ្ញុំសតតែភ្នែកបាទអាណិតពេកជាតិរបស់យើងបាទសូមអរគុណ